ដល់វគ្គកាន់តែល្អមើលហើយអ៊ីរ៉ង់ប្រកាសថាស្តុកអាវុធចាស់អស់ហើយឥឡូវដល់ពេលបញ្ចេញអាវុធផ្ដាច់ជីវិតអ៊ីស្រាអែលនៅមូលដ្ឋានទ័ពអាមេរិកហើយលោកត្រាំកាន់តែប្រមានសង្គ្រាមនៅអ៊ីរ៉ង់កាន់តែរីកធំឥឡូវនេះអ៊ីរ៉ង់ប្រមានកំទេចរាប់ប្រទេសអឺរ៉ុបទាំងឡាយណាដែលហ៊ានលូកដៃជួយអាមេរិកអ៊ីស្រាអែលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែរីកធំនិងច្បាស់ជាសាហាវជាងមុនជាក់ជាមិនខាននៅពេលប្រធានាធិបតីអ៊ីរ៉ង់លោកមូសាដពេសេស្គៀនបានប្រកាសថាអាវុធចាស់ក្នុងស្តុកប្រើអស់ហើយឥឡូវដល់វគ្គប្រើអាវុធថ្មីទំនើបដែលមានបច្ចេកវិទ្យាខ្ពស់វិញម្ដងចុះគ្រាន់តែអាវុធចាស់ក្នុងស្តុកធ្វើឲ្យអ៊ីស្រាអែលល្វីងមុខនិងភ័យបាសក់ប៉ុណ្ណឹងទៅហើយចុះទម្រាំតែអាវុធថ្មីទៀតសង្ស័យតែអ៊ីស្រាអែលខ្ទេចប្រទេសទេមើលទៅសារព័ត៌មានអ៊ីរ៉ង់24បានដកស្រង់សំណេររបស់លោកពេសេស្គៀនដែលបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃសុក្រទី6ខែមិនិនាឆ្នាំ2026ថាយើងបានឈានដល់ដំណាក់កាលថ្មីនៃសង្គ្រាមហើយទីក្រុងតេហេរ៉ង់បានប្រើប្រាស់អស់នៅគ្រាប់មីស៊ីលស៊េរីចាស់ដែលមានក្នុងស្តុកហើយចាប់ពីពេលនេះតទៅបច្ចេកវិទ្យាដ៏ពិតប្រាកដរបស់សាធារណរដ្ឋអ៊ីស្លាមនឹងត្រូវបង្ហាញឲ្យឃើញហើយចាប់ពីពេលនេះតទៅមីស៊ីលប្រភេទ K-4 នឹងត្រូវបាញ់បង្ហោះសម្ដៅទៅកាន់តំបន់ឈូងសមុទ្រនិងមជ្ឈិមបូព៌ាហើយនឹងបាញ់សម្រុកយ៉ាងខ្លាំងក្លាឆ្ពោះទៅអ៊ីស្រាអែលនិងកងកម្លាំងអាមេរិកដែលកំពុងតែឈរជើងក្នុងតំបន់អ្នកណាដែលជ្រើសរើសឈរជើងប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវលើផលវិបាកទាំងឡាយនៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះភាពតានតឹងនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចក្តៅគគុកបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកម៉ាជីតតាវ៉ាវ៉ាន់ធីបានប្រកាសព្រមានចំតាមរយៈទូរទស្សន៍ហ្វ្រាំង24ថារដ្ឋប្រទេសសមាជិកសហភាពអឺរ៉ុបណាដែលហ៊ានលូកដៃចូលរួមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅក្នុងការវាយប្រហារលើអ៊ីរ៉ង់នឹងត្រូវចាត់ទុកថាជាគោលដៅស្របច្បាប់សម្រាប់ការសងសឹកវិញអ៊ីរ៉ង់បញ្ជាក់ច្បាស់ថាការចូលរួមជាមួយអាមេរិកនិងអ៊ីស្រាអែលស្មើនឹងការបើកផ្លូវឲ្យអ៊ីរ៉ង់វាយបកវិញទៅលើប្រទេសទាំងនោះដោយគ្មានការលើកលែងទោះបីជាបារាំងក្រិចនិងអ៊ីតាលីដែលជាសមាជិកអឺរ៉ុបបានបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយក៏មន្ត្រីជាន់ខ្ពស់អឺរ៉ុបភាគច្រើននៅតែទទូចឲ្យមានការដោះស្រាយតាមផ្លូវការទូតដើម្បីបញ្ចប់សង្គ្រាមជាក់ស្ដែងអធិការប្តីអាល្លឺម៉ង់លោក Friedrich Merz បានលើកឡើងថារដ្ឋធានីបែកឡាំងកំពុងតែស្វែងរកដំណោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាប៉ុន្តែលោកបានអះអាងថាអាល្លឺម៉ង់មានគោលដៅដូចគ្នាជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅក្នុងការប្រឈមមុខនឹងរបបតេហេរ៉ង់អ៊ីចឹងសៀមក៏ប្រុងខ្លួនដែរទៅស្ដាប់ឮសម្ដីរបស់អ៊ីរ៉ង់ហើយឬនៅឲ្យតែហ៊ានប្រហើនលាក់បំពួនទាហានអ៊ីស្រាអែលនិងទាហានអាមេរិកនោះអ៊ីរ៉ង់នឹងបាញ់កំទេចចោលមិនខានរីឯអាមេរិកវិញបានប្រកាសថាខ្លួនវាចាំគោលដៅបានជាង 3000 កន្លែងនៅអ៊ីរ៉ង់ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាមសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានវាយប្រហារចំគោលដៅសរុបជាង 3000 កន្លែងនៅក្នុងអំឡុងសប្តាហ៍ដំបូងនៃជម្លោះជាមួយប្រទេសអ៊ីរ៉ង់នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអារ៉ាប់សាណានាថ្ងៃទី7ខែមិនិនាឆ្នាំ2026នេះតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក CENTCOM គោលដៅទាំងនោះរួមមានមជ្ឈមណ្ឌលបញ្ជាការនិងត្រួតពិនិត្យប្រព័ន្ធការពារដែនអាកាសកន្លែងបាញ់បង្ហោះមីស៊ីលព្រមទាំងនាវាចម្បាំងនិងនាវាមុជទឹករបស់អ៊ីរ៉ង់ផងដែរចាប់តាំងពីថ្ងៃទី28ខែកុម្ភៈមកសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបន្តវាយប្រហារលើទឹកដីអ៊ីរ៉ង់ខណៈដែលអ៊ីរ៉ង់បានវាយបកវិញដោយប្រើមីស៊ីលនិងដ្រូនលើអ៊ីស្រាអែលនិងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់មេបញ្ជាការ CENTCOM លោក Brett Cooper បានលើកឡើងថារបបអ៊ីរ៉ង់បានវាយប្រហារលើប្រទេសចំនួន12នៅទូទាំងតំបន់មជ្ឈិមបូព៌ានិងបន្តកំណត់គោលដៅលើជនស៊ីវិលដោយចេតនាលោកបានពណ៌នាសកម្មភាពទាំងនេះថាជារឿងដែលមិនអាចទទួលយកបានហើយនឹងត្រូវឆ្លើយតបវិញជាដាច់ខាតលោកក៏បានសន្យាថានឹងបន្តកិច្ចសហការជាមួយដៃគូក្នុងតំបន់ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីរ៉ង់និងធានាថាការវាយប្រហារទាំងនោះនឹងមិនអាចកើតឡើងដោយគ្មានការតបតឡើយអាមេរិកប្រកាសថាមិនអាចទទួលយកបានសកម្មភាពរបស់អ៊ីរ៉ង់ចុះខ្លួនឯងទៅវាយគេមុនហើយដល់ពេលគេតដៃថាមិនអាចទទួលយកបានតើយុត្តិធម៌នៅឯណាតើអ៊ីរ៉ង់កំពុងតែប្រើយុទ្ធសាស្ត្រសង្គ្រាមអ្វីជាមួយអាមេរិកនិងអ៊ីស្រាអែលទើបនៅតែហ៊ានប្រមានអឺរ៉ុបយ៉ាងដូចនេះក្រុមអ្នកវិភាគបាននិយាយថាអតិភិបចម្បងរបស់អ៊ីរ៉ង់នោះគឺការរស់រានមានជីវិតដើម្បីអាចធ្វើដូច្នេះបានមេដឹកនាំអ៊ីរ៉ង់នឹងព្យាយាមបង្កការខាតបង់ធ្ងន់ធ្ងរបង្កឡើងដោយសង្គ្រាម
ទៅលើលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំក្នុងនោះដូចជាធ្វើឲ្យកងទ័ពអាមេរិកស្លាប់និងរងរបួសធ្វើឲ្យតម្លៃប្រេងឡើងថ្លៃនិងអតិផរណាដើម្បីបញ្ចុះបញ្ចូលឲ្យលោកត្រាំប្រកាសជ័យជំនះត្រឹមប៉ុណ្ណឹងហើយបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់តាមក្រុមអ្នកវិភាគប្រឈមមុខនឹងសត្រូវខ្លាំងដូចជាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអ៊ីរ៉ង់កំពុងព្យាយាមពង្រីកចំនួនចេញពីទឹកដីរបស់ខ្លួនទៅកាន់តំបន់ទាំងមូលគោលដៅរបស់អ៊ីរ៉ង់គឺបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័ននៅតាមបណ្ដាប្រទេសក្បែរៗបិទច្រកសមុទ្រហូម៉ូសដើម្បីធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេងព្រមទាំងរំខានដល់ការធ្វើចរាចរណ៍ផ្លូវអាកាសទាំងនេះកំពុងបង្កការខាតបង់ដល់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពាក់នឹងធ្វើឲ្យតម្លៃថាមពលសកលឡើងថ្លៃនិងអតិផរណាហក់ឡើងខ្ពស់អឺរ៉ុបក៏ព្យាយាមផងដែរធ្វើយ៉ាងណាឲ្យចំនួនគ្រាប់មីស៊ីលនៃប្រព័ន្ធការពារដែនអាកាសរបស់សត្រូវថយចុះស្តុកលោក Valinas មកពី Johns Hopkins School of Advanced International Study នៅក្នុងទីក្រុង Washington បាននិយាយថាសង្គ្រាមសពថ្ងៃបានក្លាយទៅជាការធ្វើតេស្តលើឆន្ទៈនិងភាពធន់ថាតើនរណាអាចទ្រាំបានយូរជាងលោកបានបន្ថែមថាអ៊ីរ៉ង់កំពុងប្រឈមមុខនឹងសត្រូវដ៏ខ្លាំងដូច្នេះយុទ្ធសាស្ត្រនោះគឺធ្វើតេស្តលើឆន្ទៈរបស់សត្រូវតាមរយៈការពង្រីកសមរភូមិធ្វើឲ្យសង្គ្រាមកាន់តែស្មុគស្មាញនិងបង្កើនហានិភ័យគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោកចំណែកលោក Ali Vaez ជាអ្នកជំនាញអ៊ីរ៉ង់មកពីស្ថាប័ន International Crisis Group បាននិយាយថាអ៊ីរ៉ង់ចង់ពង្រីកការឈឺចាប់និងការខាតបង់ឲ្យកាន់តែធំតាមដែលអាចធ្វើទៅបានទោះបីជាខ្លួនត្រូវខាតបង់ធ្ងន់ធ្ងរដូចគ្នានិងធ្វើឲ្យខូចខាតទៅដល់ទំនាក់ទំនងជាមួយប្រទេសក្បែរខាងក៏ដោយត្បិតអ៊ីរ៉ង់សង្ឃឹមថាការធ្វើបែបនេះអាចនឹងបង្កើតឲ្យមានភាពចលាចលប្រឆាំងនឹងសង្គ្រាមដើម្បីបង្ខំឲ្យលោកត្រាំដកថយសម្រាប់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ការរស់រានមានជីវិតគឺជាជ័យជំនះមួយបើទោះបីជាវាគឺជាជ័យជំនះបានមកយ៉ាងត្រដាបត្រដួសក៏ដោយនេះបើយោងតាមការយល់ឃើញរបស់លោក Ali Vaez យុទ្ធសាស្ត្របែបនេះត្រូវបានក្រុមអ្នកវិភាគហៅថា asymmetric endurance ដែលភាគីមានកម្លាំងខ្សោយជាងសុខចិត្តទទួលយកការខាត់បងដំណាក់កាលដំបូងដើម្បីរក្សាសមត្ថភាពបង្កើនចំនួនរងចាំប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់ថយចុះស្តុកមីស៊ីលការគិតនៅពីក្រោយយុទ្ធសាស្ត្រនេះនោះគឺថាលោកត្រាំដែលកំពុងតែប្រឈមមុខនឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនិងការសង្ស័យពីមូលដ្ឋាននិងបង្ខំឲ្យលោកប្រធានាធិបតីដូណាល់ត្រាំជ្រើសរើសកាត់បន្ថយសង្គ្រាមមុនពេលដែលកងទ័ពអាមេរិកស្លាប់និងរបួសកាន់តែច្រើនហើយអតិផរណាកើនឡើងកាន់តែខ្ពស់ដោយឡែកសហរដ្ឋអាមេរិកវិញគឺបានលើកឡើងថាខ្លួនមិនបារម្ភទេចំពោះសេចក្តីរាយការណ៍ថារុស្ស៊ីកំពុងផ្ដល់ព័ត៌មានចារកម្មឲ្យអ៊ីរ៉ង់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth នៅថ្ងៃសុក្រទី6 ខែមិនិនាឆ្នាំ2026បាននិយាយថាសហរដ្ឋអាមេរិកមិនព្រួយបារម្ភអ្វីទេចំពោះសេចក្តីរាយការណ៍ដែលថារុស្ស៊ីកំពុងផ្ដល់ព័ត៌មានចារកម្មឲ្យអ៊ីរ៉ង់ដើម្បីកំណត់គោលដៅលើទីតាំងនិងចលនារបស់កងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ានេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កាសែតអាមេរិក Washington Post កាលពីថ្ងៃសុក្របានរាយការណ៍ថារុស្ស៊ីកំពុងផ្ដល់ព័ត៌មានចារកម្មឲ្យអ៊ីរ៉ង់ក្នុងនោះរួមមានទាំងព័ត៌មានអំពីទីតាំងរបស់នាវាចម្បាំងនិងយន្តហោះចម្បាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាផងដែរគណៈបដិសេធទទួលស្គាល់សេចក្តីរាយការណ៍នេះលោក Hegseth នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី60 minutes របស់ទូរទស្សន៍ CBS បានលើកឡើងថាយើងកំពុងតាមដានគ្រប់យ៉ាងទាំងអស់មេបញ្ជាការរបស់យើងដឹងគ្រប់យ៉ាងទាំងអស់យើងមានចារកម្មល្អជាងគេបំផុតនៅលើពិភពលោកយើងដឹងថានរណាកំពុងនិយាយជាមួយនរណាប្រមុខការពារជាតិអាមេរិកបានបន្តថាសហរដ្ឋអាមេរិកមិនមានការព្រួយបារម្ភអ្វីទេអំពីសេចក្តីរាយការណ៍ខាងលើហើយនឹងចាត់ចែងទៅតាមភាពចាំបាច់គូបញ្ជាក់ថាទាហានអាមេរិក6នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយ drone មួយគ្រឿងរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសគូវ៉ែតកាលពីថ្ងៃអាទិត្យសប្តាហ៍មុនហើយមូលដ្ឋាន CIA របស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីតក៏រងការវាយប្រហារផងដែរតាម Washington Post ចិនទំនងជាមិនបានផ្ដល់ការគាំទ្រយោធាដល់អ៊ីរ៉ង់នោះទេរុស្ស៊ីនិងចិនមានទំនាក់ទំនងការទូតនិងយោធាយូរអង្វែងមកហើយជាមួយអ៊ីរ៉ង់ក្នុងនោះរុស្ស៊ីមានទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ទាំងមូស្គូនិងប៉េកាំងក៏បានរិះគន់សង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ផងដែរ